តម្លៃមាសធ្លាក់មកក្រោម$5,000ក្នុងមួយអន់ហើយនៅក្នុងថ្ងៃនេះអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី17ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះផងដែរតម្លៃមាសបានធ្វើការស្ថិតនៅតម្លៃ$4,992ក្នុងមួយអោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$5,990ក្នុងមួយតម្លឹងឬស្មើនឹង$599ក្នុងមួយជីផងដែរបាទចំណែកឯប្រាក់វិញនៅក្នុងព្រឹកនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$76ក្នុងមួយអោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$91ក្នុងមួយតម្លឹងឬស្មើនឹង$9.1ក្នុងមួយជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,432ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចនឹងធ្វើការហក់ឡើងបន្តទៀតឬក៏មានការទម្លាក់ខ្លួនចុះមកវិញហើយបើសិនជាមានការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងផ្សេងទៀតគាត់បានឃើញផងឬបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការគាំទ្រក៏ដូចជាការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទជម្រាបលាបាទ